ដើម្បីវះកាត់អ្នកជំងឺម្នាក់តើត្រូវមានគ្រូពេទ្យប៉ុន្មាននាក់អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់អ្នកដែលធ្លាប់ចូលក្នុងបន្ទប់វះកាត់ធ្លាប់ឆ្ងល់អត់តើហេតុអ្វីបានជាមានមនុស្សច្រើនម្ល៉េះហើយពួកគាត់ជានរណាខ្លះថ្ងៃនេះខ្ញុំនឹងបកស្រាយត្រួសថាដើម្បីវះកាត់អ្នកជំងឺម្នាក់ត្រូវប្រើមនុស្សប៉ុន្មាននាក់ចាប់ផ្ដើមពីក្បាលក្រែមានគ្រូពេទ្យថ្នាំសណ្ដំនិងជំនួយការរបស់គ្រូពេទ្យថ្នាំសណ្ដំពួកគាត់ធ្វើតួនាទីដើម្បីឲ្យអ្នកជំងឺគេងលក់ដាស់អ្នកជំងឺឲ្យភ្ញាក់និងតាមដានសញ្ញាជីវិតរបស់អ្នកជំងឺចំណែកអ្នកដែលវះកាត់ឲ្យអ្នកជំងឺគឺហៅថា surgeon និងមាន assistant surgeon ជាគ្រូពេទ្យដែលធ្វើការវះកាត់ឲ្យអ្នកជំងឺដោយផ្ទាល់ចំណែកឯគិលានុបដ្ឋាកដែលចូលធ្វើការវះជួយរៀបចំសម្ភារៈដើម្បីឲ្យគ្រូពេទ្យវះបានដោយល្អនិងរលូនហៅថា scrub nurse ក្នុងការវះនីមួយៗអាចនឹងមាន scrub nurse 1 ទៅ 2 នាក់រៀបចំអីវ៉ាន់នៅក្នុងតុឲ្យស្អាតនិងមានសណ្ដាប់ធ្នាប់ចំណែកឯគិលានុបដ្ឋាកដែលនៅខាងក្រៅហៅថា circulate nurse មានតួនាទីជួយមើលសណ្ដាប់ធ្នាប់តភ្ជាប់ឧបករណ៍សម្រាប់ការប្រើប្រាស់រៀបចំឯកសារនិងរបៀបរៀបរយទូទៅនៅក្នុងបន្ទប់វះកាត់ពីនោះបើសិនជា scrub nurse ត្រូវការបើកអីវ៉ាន់ណាមួយយើងជា circulate ត្រូវតែបើកអីវ៉ាន់និងទៅយកអីវ៉ាន់មកឲ្យ scrub circulate nurse នៅក្នុងបន្ទប់អាចត្រូវការចំនួន1 ទៅ 2 នាក់តាមការពិចារណាសរុបមកវិញដើម្បីវះកាត់អ្នកជំងឺម្នាក់ត្រូវការគ្រូពេទ្យចំនួន5 ទៅ 7 នាក់